ពុកម៉ែបងប្អូនជាទីគោរពរាប់អានពិភពលោកនាពេលនេះគឺកំពុងតែធ្លាក់ចូលទៅក្នុងភាពវឹកវរខ្លាំងបាទស្ទើរតែធ្លាក់ចូលទៅក្នុងសង្គ្រាមលោកលើកទី3ជាក់ស្ដែងចំនួនក្តីសង្គ្រាមក្តីដែលកំពុងតែកើតមានឡើងនាពេលនេះយើងសួរថាឡើងកម្ដៅនៅទីណាខ្លះតំបន់មជ្ឈិមបូព៌ានៅអាស៊ីក្តីគឺសុទ្ធតែឡើងកម្ដៅដូចគ្នាជាក់ស្ដែងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏មិនទាន់បានបិទបញ្ចប់ដែលមានន័យថារុស្ស៊ីគឺអាចប្រឈមមុខទៅនឹងអង្គការ NATO គ្រប់ពេលនេះក៏ជាហានិភ័យដែលអាចបង្កើតឲ្យមាននៅសង្គ្រាមលោកលើកទី3ចំណែកឯនៅឯអ៊ីស្រាអែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ក៏កំពុងតែឡើងកម្ដៅខ្លាំងដូចគ្នាសហរដ្ឋអាមេរិកគឺត្រៀមវាយប្រហារទៅលើអ៊ីរ៉ង់គឺត្រៀមជើងការដើម្បីឆ្លើយតបទប់ទល់ទៅនឹងសហរដ្ឋអាមេរិកតាមរយៈការបិទនៅជើងហោះហើររបស់ខ្លួនត្រៀមនៅយុទ្ធសាស្ត្រទាំងឡាយដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកប្រសិនណាបើរឿងរ៉ាវក្តៅគគុកការវាយប្រហាររបស់សហរដ្ឋអាមេរិកកើតមានឡើងនាពេលណាបាទចំណែកឯចំណុចក្តៅមួយទៀតក៏តាក់ទងទៅនឹងសហរដ្ឋអាមេរិកមហាអំណាចចិនកោះតៃវ៉ាន់និងជប៉ុនផងដែរដោយដែលយើងបានឃើញហើយថាស្ថានភាពក្តៅនៅឯកោះតៃវ៉ាន់គឺបែបណាក៏ងាយធ្លាក់ចូលទៅក្នុងសង្គ្រាមក៏ងាយជាចំណុចចាប់ផ្ដើមពន្ធលោកនៃសង្គ្រាមលោកលើកទី3ដែរប្រសិនណាបើចិនពិតជាច្បាមយកកោះតៃវ៉ាន់ជាទស្សនៈដែលខ្ញុំមើលឃើញទេខ្ញុំគិតថាអំឡុងពេលនេះរវាងមហាអំណាចចិននិងមហាអំណាចសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលនេះប្រសិនណាបើសហរដ្ឋអាមេរិកក្រោមរដ្ឋបាលរបស់លោកដូណាល់ត្រាំឈ្លានពានច្បាមដោយប្រើប្រាស់កម្លាំងយោធាវាយប្រហារទៅលើកោះ Greenland ចង់ច្បាមយកកោះ Greenland ក្រោមហេតុផលសន្តិសុខរបស់សហរដ្ឋអាមេរិកគឺវាមានន័យហាក់ស្មើទៅនឹងសហរដ្ឋអាមេរិកចងកខ្លួនឯងទាញខ្លួនឯងទម្លាក់ទឹកបាទទាញខ្លួនឯងទម្លាក់ពីមហាអំណាចធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនបែកបាក់បំផ្លាញនៅមូលដ្ឋានគ្រឹះរបស់អង្គការ NATO ធ្វើឲ្យអង្គការ NATO ដួលរលំតែម្ដងបាទនេះគឺជាចំណុចមួយដែលខ្ញុំគិតថាសហរដ្ឋអាមេរិកគឺមិនអាចវាយយកកោះ Greenland ដោយប្រើប្រាស់នៅកម្លាំងយោធាបាននោះទេបាទនេះសម្រាប់សហរដ្ឋអាមេរិកចំណែកឯមហាអំណាចចិនវិញប្រសិនណាបើនៅក្នុងកលៈទេសៈនេះចិនគឺច្បាមយកកោះតៃវ៉ាន់ក៏ធ្វើឲ្យខ្លួនឯងនឹងបាត់បង់ឥទ្ធិពលផងដែរដែលមានន័យស្មើនឹងចូលអន្ទាក់របស់សហរដ្ឋអាមេរិកដែលយើងដឹងហើយថាសហរដ្ឋអាមេរិកគឺបានយកអ្វីបានយកកោះតៃវ៉ាន់ជាកូនអុករបស់ខ្លួនបានយកជប៉ុនក៏ជាកូនអុករបស់ខ្លួននៅពេលណាប្រសិនណាបើចិនគឺពិតជាច្បាមយកកោះតៃវ៉ាន់ដោយកម្លាំងយោធាគឺស្មើនឹងចិនចូលក្រឡាអុករបស់សហរដ្ឋអាមេរិកបាទដែលសហរដ្ឋអាមេរិកគឺអាចបង្អាក់នៅការរីកចម្រើនបង្កើតបញ្ហាទាំងឡាយធ្វើឲ្យមហាអំណាចចិនចុះខ្សោយឥទ្ធិពលរបស់ខ្លួនតាមរយៈការជាប់ដៃច្បាំងតាមរយៈទណ្ឌកម្មទាំងឡាយដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានដាក់ចេញទៅឲ្យចិនបាទនេះគឺជាចំណុចពីររវាងមហាអំណាចចិននិងសហរដ្ឋអាមេរិកនៅពេលដែលធ្វើគឺសុទ្ធតែមានហានិភ័យដូចគ្នាសុទ្ធតែមាននៅផលជះអវិជ្ជមានដូចគ្នាយ៉ាងណាមិញបាទសម្រាប់កម្ពុជាយើងក៏មិនខុសទៅនឹងស្ថានភាពពិភពលោកដែលកំពុងតែឡើងកម្ដៅនាពេលនេះដែរមានន័យដូចម្ដេចបាទយើងអាចនិយាយបានថាប្រទេសថៃក៏ជាកូនអុកមួយរបស់សហរដ្ឋអាមេរិកផងដែរអាមេរិកគឺគិតថាចិនគឺនៅពីក្រោយកម្ពុជាចិនគឺបានផ្ដល់នូវយុទ្ធោបករណ៍សព្វពីវុធទាំងឡាយច្រើនមកឲ្យកម្ពុជាយើងបាទដូច្នេះប្រសិនណាបើកម្ពុជាយើងហ៊ានតែប្រហែសបន្តិចគឺច្បាស់ហើយថាអាចនឹងធ្លាក់ចូលទៅក្នុងទីលានសារអាវុធរបស់មហាអំណាចយ៉ាងពិតប្រាកដនឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់មហាអំណាចយកកម្ពុជាយកថៃធ្វើជាទីលានសារអាវុធរបស់គេយ៉ាងពិតប្រាកដបាទពុកម៉ែបងប្អូនពិភពលោកគ្មានទេយុត្តិធម៌បាទពិភពលោកគឺបាត់បង់នូវគុណធម៌ខ្លាំងណាស់នាពេលនេះអ្វីដែលយើងមើលឃើញដើម្បីតែផលប្រយោជន៍ដើម្បីតែឥទ្ធិពលទីតាំងភូមិសាស្ត្រនយោបាយការលក់សាពាវុធការចង់ដឹងសាពាវុធពីភាគីម្ខាងទៀតគឺមិនខ្វល់ទៅនឹងអាយុជីវិតរបស់ប្រជាជននៅលើភពផែនដីនេះទេឲ្យតែគេអាចធ្វើបានឲ្យតែគេទទួលបានផលប្រយោជន៍គឺគេធ្វើបាទដូច្នេះកម្ពុជាយើងក៏អាចដែរបើក៏អាចធ្លាក់ចូលទៅក្នុងឧបាយកលប្រសិនណាបើកម្ពុជាយើងមិនប្រុងប្រយ័ត្នប្រសិនណាបើយើងហ៊ានតែធ្វើប្រហែសតែបន្តិចបាទគឺច្បាស់ហើយថាសង្គ្រាមនឹងកើតមានឡើងភ្លាមនៅលើទឹកដីកម្ពុជាយើងដោយដែលយើងបានឃើញចំនួន2លើកដែលថៃឈ្លានពានមកលើកម្ពុជាមិនមែនគ្មានហេតុផលទេសង្គ្រាមលើកទី1រយៈពេល5ថ្ងៃលើកទី2 21ថ្ងៃបាទក៏មកដល់នឹងពេលនេះមិនទាន់ធានានៅបទឈប់បាញ់រឹងមាំនោះឡើយបាទគឺនៅតែរងហានិភ័យគឺនៅតែមិនទាន់ច្បាស់ថាបិទបញ្ចប់អរិភាពអាចនឹងមានសង្គ្រាមជាលើកទី3ឬក៏យ៉ាងណានោះទេ
បាទក៏ប៉ុន្តែដោយដែលយើងបានឃើញហើយថាស្ថានភាពពិភពលោកនាពេលនេះគឺវឹកវរខ្លាំងបាទធ្លាក់ចូលទៅក្នុងភាពវឹកវរខ្លាំងគ្រប់ទីកន្លែងហើយកម្ពុជាគឺគ្មានជំរឿអ្វីក្រៅពីប្រឹងរក្សានៅបទឈប់បាញ់បាទក្រៅពីប្រឹងរក្សាស្ថិរភាពឲ្យល្អប្រសើររក្សាស្ថិរភាពមិនឲ្យបង្កើតជាចំនួនឬរុញទៅជាសង្គ្រាមជាលើកទី3បាទមិនមែនលេងសើចទេពុកម៉ែបងប្អូនស្ថានភាពពិភពលោកនាពេលនេះគឺគ្រោះថ្នាក់ខ្លាំងណាស់បាទពុកម៉ែបងប្អូនលោកមានឆ្ងល់ទេថាចំនួនរវាងកម្ពុជានិងថៃមិនមែនជាចំនួនស្មុគស្មាញដែលពិបាកដោះស្រាយនោះទេគឺគេមើលឃើញចាស់ច្បាស់ថាថៃគឺជាអ្នកឈ្លានពានមកលើកម្ពុជាឈ្លានពានមកលើកម្ពុជា 100% រហូតមានផុសតាងជាក់ស្ដែង1 2 3ដែលថៃឈរជើងលើទឹកដីកម្ពុជា14ទីតាំងមានទាំងរូបភាពមានទាំងវីដេអូទាំង live ដែលពិភពលោកទទួលស្គាល់ដែលពិភពលោកអាចឆ្កល់ទោសថៃបានក៏ប៉ុន្តែយើងសួរថាស្ថានភាពបែបនេះហេតុអ្វីបានជាស្ងាត់បាទហេតុអ្វីបានជាស្ងាត់ពិភពលោកហាក់បីដូចជាមិនឆ្កល់ទោសទៅនឹងភាគីថៃបណ្ដាអង្គការធំៗទាំងឡាយហេតុអ្វីបានជាស្ងាត់ជ្រាបយើងមើលទៅថាមូលហេតុអ្វីបាទថ្នាក់ដឹកនាំយើងគឺលោកយល់ច្បាស់ដូចថ្ងៃទៅនឹងបញ្ហាទាំងឡាយការច្បាមទីតាំងភូមិសាស្ត្រល្បិចកិច្ចកលរបស់បណ្ដាមហាអំណាចទាំងឡាយចង់បង្កើតសង្គ្រាមនៅលើប្រទេសណាមួយរុញបញ្ហាឲ្យកើតមានឡើងបាទប្រសិនណាបើគេចង់បិទបញ្ចប់គឺមិនមែនពិបាកទេពុកម៉ែបងប្អូនជារឿងដែលងាយបំផុតជាពិសេសគឺសហរដ្ឋអាមេរិកនិងចិនប្រសិនណាបើគេចង់បិទបញ្ចប់គឺជារឿងងាយក៏ប៉ុន្តែប្រសិនណាបើភាគីណាមួយចង់បិទបញ្ចប់ហើយភាគីណាមួយមិនចង់បិទបញ្ចប់ក៏ជារឿងដែលមិនអាចទៅរួចដែរបញ្ហាស្មុគស្មាញគឺនៅតែកើតមានឡើងដដែលជាដដែលប្រឹងដោះគឺនៅតែកើតមានដោយសារតែម្នាក់បើកដៃទោះបីភាគីម្ខាងមហាអំណាចម្ខាងទៀតប្រឹងបិទក៏មិនអាចទៅរួចដែរបាទដូច្នេះចំនួនរវាងកម្ពុជានិងថៃដែលមានន័យថាទាល់តែពិភពលោកវិលទៅរកប្រក្រតីភាពដែលមានន័យថាមហាអំណាចគឺចង់ទាញឲ្យពិភពលោកមានសន្តិភាពចង់បិទបញ្ចប់ចំនួនពិតប្រាកដចង់ទាញឲ្យបណ្ដាប្រទេសទាំងឡាយគោរពទៅនឹងច្បាប់អន្តរជាតិពិតប្រាកដបាទនោះទើបកម្ពុជាអាចទទួលបាននូវការដោះស្រាយមួយដើម្បីបិទបញ្ចប់នៅអរិភាពបិទបញ្ចប់នៅចំនួនឈានទៅកំណត់ព្រំដែនជាក់លាក់បាទដែលយើងយកផែនទីអន្តរជាតិយើងយកច្បាប់អន្តរជាតិមកដោះស្រាយជាមួយនឹងភាគីថៃបាទពិតណាស់នាពេលនេះយើងដឹងថាថៃគឺឈរជើងនៅលើទឹកដីកម្ពុជាយើង14ទីតាំងដោយខុសច្បាប់ជាដីរបស់កម្ពុជាជាទឹកដីរបស់កម្ពុជាមិនមែនជាដីរបស់ថៃទេយើងមិនទទួលស្គាល់នៅការកែប្រែផែនទីដោយប្រើប្រាស់កម្លាំងយោធាថ្នាក់ដឹកនាំយើងបញ្ជាក់ម្ដងហើយម្ដងទៀតបាទទៅលើចំណុចនេះក៏ប៉ុន្តែសួរថាហេតុអ្វីបានជាយើងរក្សាភាពស្ងប់ស្ងាត់រក្សាស្ថិរភាពឲ្យនឹងនៅពេលនេះដើម្បីគោរពទៅនឹងបទជបាញ់គឺយើងយល់ច្បាស់បាទតាក់ទងទៅនឹងស្ថានភាពពិភពលោកដែលកំពុងតែក្តៅខ្លាំងដែលកំពុងតែឡើងកម្ដៅមហាអំណាចកំពុងតែច្បាមឥទ្ធិពលមហាអំណាចគឺកំពុងតែបង្កើតសង្គ្រាមបាទដើម្បីទាញបណ្ដាប្រទេសជាកូនអុករបស់ខ្លួនសម្រាប់ទៅនឹងវត្ថុបំណងសម្រាប់ទៅនឹងមហិច្ឆតារបស់ខ្លួនបាទត្រង់ចំណុចដែលការដែលយល់បែបនេះហើយទើបថ្នាក់ដឹកនាំកម្ពុជាយើងលោកនៅស្ងៀមបាទលោកនៅស្ងៀមនៅតែបន្តទាញច្បាប់អន្តរជាតិនៅតែបន្តយកច្បាប់អន្តរជាតិជារបងការពារកម្ពុជាដដែលមិនបណ្តែតបណ្ដោយឲ្យកម្ពុជាបាទធ្លាក់ចូលទៅក្នុងទីលានសារអាវុធរបស់មហាអំណាចនោះទេបាទមិនមែនជារឿងលេងសើចគឺជារឿងដែលគ្រោះថ្នាក់ណាស់ពុកម៉ែបងប្អូននៅពេលដែលយើងមើលមិនយល់ស្ថានភាពពិភពលោកហើយយើងចេះតែរុញយើងចេះតែប្រឹងឲ្យតបតយើងចេះតែប្រឹងឲ្យធ្វើសង្គ្រាមឬក៏ចង់ឲ្យផ្ទុះសង្គ្រាមជាលើកទី3មិនមែនជារឿងល្អមិនមែនជារឿងដែលចំណេញសម្រាប់ជាតិយើងនោះទេបាទដែលហេតុដូច្នេះហើយបានជាខ្ញុំតែងតែស្រែកថាសូមឲ្យជឿជាក់បាទជឿជាក់ទៅលើរាជរដ្ឋាភិបាលរបស់យើងដែលកំពុងតែធ្វើការងារនាពេលនេះដែលលោកកំពុងតែធ្វើសកម្មភាពការទូតលោកយល់ច្បាស់ដូចថ្ងៃទៅនឹងអ្វីដែលយើងត្រូវដើរមាគីណាដែលយើងដើរចំណេញនាពេលនេះបាទលោកបានបញ្ជាក់ហើយថាមិនឲ្យទឹកដីកម្ពុជាបាត់បង់នោះទេត្រង់ការលើកឡើងបែបនេះគឺច្បាស់ហើយថាលោកគឺពិតជាមានយុទ្ធសាស្ត្រដើម្បីទាញយកមកវិញក៏ប៉ុន្តែទៅលើយុទ្ធសាស្ត្រដែលលោកកំពុងតែធ្វើដែលលោកកំពុងតែរៀបចំថាតើអាចនិយាយចេញមកក្រៅបានទេបាទយុទ្ធសាស្ត្រទាំងឡាយរបស់ថ្នាក់ដឹកនាំកម្ពុជាតើអាចបង្ហាញជាសាធារណៈឬនិយាយជាសាធារណៈទៅកាន់ប្រជាជនបានទេបាទយុទ្ធសាស្ត្រខ្លះគឺមិនអាចនោះទេល្បិចកិច្ចកលខ្លះឬក៏វត្ថុបំណងមួយចំនួនគឺមិនអាចបកស្រាយបង្ហាញជាសាធារណៈបាននោះទេបាទដូច្នេះមានតែអំពាវនាវសំណុំពរឲ្យប្រជាពលរដ្ឋសូមជឿជាក់ទៅលើអ្វីដែលរាជរដ្ឋាភិបាលលោកកំពុងតែធ្វើនាពេលនេះ
ទប់សង្គ្រាមមិនឲ្យកើតមានឡើងព្យាយាមទប់បញ្ហាតាំងពីដើមរៀងមកបាទតាំងពីមុនពេលផ្ទុះសង្គ្រាមមកម្លេះតាំងពីមុនពេលផ្ទុះសង្គ្រាម5ថ្ងៃផ្ទុះសង្គ្រាម21ថ្ងៃយើងប្រឹងទប់យើងប្រឹងរក្សាជំហរមិនចង់ឲ្យផ្ទុះអាវុធផ្ទុះសង្គ្រាមនោះទេលទ្ធផលគឺមិនមែនល្អប្រសើរមិនមែនគប់ប្រសើរនោះទេស្ថានភាពពិភពលោកអ្វីដែលនៅពីក្រោយថៃក៏សុទ្ធតែជាមហាអំណាចមិនមែនមួយទេគឺអាចមាន2 3បាទហើយគេគិតថាកម្ពុជាយើងមានចិននៅពីក្រោយដែលមានសព្វវិវត្តទំនើបទាំងឡាយក៏មានយន្តហោះចម្បាំងគេចង់ឲ្យកម្ពុជាយើងធ្វើការច្បាំងតទល់ជាមួយនឹងសៀមដោយប្រើប្រាស់នៅអាវុធទំនើបដើម្បីពង្រីកទំហំនៃសង្គ្រាមបាទដែលអាចធ្វើឲ្យសហរដ្ឋអាមេរិកអាចបញ្ចេញនៅសព្វវិវត្តរបស់ខ្លួនទំនើបចង់ដឹងថាតើចិនមានអ្វីតើអាវុធរបស់ចិនអាចបំផ្លាញនៅអាវុធរបស់សហរដ្ឋអាមេរិកបានទេបាទគ្រាន់តែការចង់សារអាវុធគ្រាន់តែការចង់ដឹងឥទ្ធិពលរបស់អាវុធគេមិនខ្វល់ទៅនឹងការស្លាប់រស់របស់ប្រជាជនកម្ពុជាយើងនាពេលនេះនោះទេបាទការយល់ការដឹងដូចនេះហើយទើបព្យាយាមទប់រក្សាស្ថានភាពបាទឲ្យស្ថិរភាពគោរពទៅនឹងបទជបាញ់មកទល់នឹងពេលនេះឯងដូច្នេះយើងមានតែប្រឹងពង្រឹងខ្លួនឯងអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំផ្នែកយោធាសេដ្ឋកិច្ចរបស់យើងជាពិសេសគឺកម្លាំងសាមគ្គីរបស់ខ្មែរបាទសូមឲ្យបន្តសាមគ្គីគ្នារួបរวมគ្នាបែបនេះដរាបតទៅហើយខ្ញុំនៅតែជឿជាក់បាទខ្ញុំជឿជាក់យើងជឿជាក់ថាថ្នាក់ដឹកនាំកម្ពុជាយើងបាទនឹងប្រើប្រាស់នៅយុទ្ធសាស្ត្រការទូតទាំងឡាយយកដីកម្ពុជា14ទីតាំងដែលថៃកំពុងតែឈរជើងមកវិញបានយ៉ាងពិតប្រាកដបាទគ្រាន់តែយូរឬក៏ឆាប់តែប៉ុណ្ណោះដោយសារតែផ្អែកទៅលើកត្តាច្បាប់និងផុសតាងទាំងឡាយដែលកម្ពុជាមានបាទជាក់ស្ដែងយើងដឹងហើយថាផែនទីក៏ស្របទៅនឹងច្បាប់អន្តរជាតិបាទຂະຫນាត1 លើ 200,000ក៏ដូចជាសន្ធិសញ្ញាអនុសញ្ញាទាំងឡាយដែលទទួលស្គាល់ជាអន្តរជាតិមួយវិញទៀតថៃគឺជាអ្នកដែលឈ្លានពានកម្ពុជាបាទមានផុសតាងជាក់ស្ដែងកំពុងតែឈរជើងលើដីកម្ពុជាប្រព្រឹត្តនៅសកម្មភាពលួចទាំងឡាយបាទលួចទ្រព្យសម្បត្តិរបស់ប្រជាជនជាដើម1 2 3ជាហូរហែផុសតាងគឺចាប់ផ្ដើមចងក្រងឡើងជាបន្តបន្ទាប់អនុព័ន្ធយោធាទាំងឡាយក៏បានទៅដល់ទីតាំងដែលថៃព័ទ្ធបន្លាលួសបាទដែលថៃវាយផ្លោងកំទេចទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្ទះសម្បែងវត្តអារាមសាលារៀនរបស់កម្ពុជាបាទព័ទ្ធរបងលួសទៅលើផ្ទះរបស់ប្រជាពលរដ្ឋបាទដែលផុសតាងទាំងអស់នោះហើយមុនឬក៏ក្រោយយូរឬក៏ឆាប់តែប៉ុណ្ណោះកម្ពុជាគឺនឹងយកឈ្នះថៃបាន 100% ដែលមានន័យថាដីដែលថៃឈរជើងទៅលើ14ទីតាំងថៃនឹងត្រូវដកថយចេញទៅវិញបាទហើយការវាស់វែងកំណត់ខណ្ឌសីមាព្រំដែនតាមរយៈក្រមវាស់វែងបោះបង្គោលព្រំដែនគឺនឹងកើតឡើងសារជាថ្មីនៅពេលដែលការឈានទៅដល់ការបោះព្រំដែនជាក់លាក់កំណត់ព្រំដែនជាក់លាក់បាទបិទបញ្ចប់អរិភាពច្បាស់ហើយថាកម្ពុជានឹងប្រឹងពង្រឹងខ្លួនឲ្យរីកចម្រើនខ្លាំងទាំងសេដ្ឋកិច្ចទាំងយោធាដែលជាខឿនការពាររបស់ជាតិមេនសិកាស្មារតីរបស់កូនខ្មែរក៏រឹតតែរឹងមាំក៏រឹតតែខ្លាំងក្លាផងដែរបាទដូច្នេះសរុបជារួមមកយើងមានតែតាមដានទេទៅលើស្ថានភាពពិភពលោកដែលកំពុងតែក្តៅដែលកំពុងតែឡើងកម្ដៅរួមទាំងកម្ពុជាយើងផងចំនួនគឺកើតមានឡើងគ្រប់ពេលវេលាស្ទើរតែផ្ទុះបាទបញ្ហាដែលមហាអំណាចបង្កើតបញ្ហាដែលមហាអំណាចកសាងឡើងដើម្បីច្បាប់ទីតាំងភូមិសាស្ត្រគឺចាប់ផ្ដើមឡើងកម្ដៅខ្លាំងដូច្នេះខ្ញុំមានតែបន្តតាមដាននិងបន្តធ្វើបច្ចុប្បន្នភាពខ្លីៗបាទគោរពជម្រាបជូនលោកអ្នកសូមអរគុណ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ